គ្នានាងខ្ញុំឈ្មោះលូលីណាជាសិស្សទី12កនៃសាលាវិទ្យាល័យក្នុងសាលាប្រាសាទដំបងថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីយកមកបកស្រាយជូនអ្នកទាំងអស់គ្នាដែលដឹកនាំនិងរៀបរៀងដោយគ្រូអ៊ីសុលីជាដំបូងដើម្បីជួយទៅដល់ការបកស្រាយនៃប្រធានបទយើងត្រូវអានប្រធាន2ទៅ3ដងដើម្បីចង់ដឹងថាតើប្រធានពីចាំបានអ្វីទាំងអស់គ្នាប្រធានគេលេងសួយឆ្លងមកយោករួនិងសង្ស័យសូថាចូលគ្នាចូលសរសេរសមីការគីមីសមីការអ៊ីយ៉ុងសតសមីការអ៊ីយ៉ុងសម្រួលជាបន្ទាប់យើងត្រូវឈានចូលទៅដល់ការបកស្រាយនៅប្រធានគឺសរសេរសមីការគីមីយើងបានមកយោខរួមានប្រតិកម្មជាមួយនឹងសង្ស័យសូថាដូច្នេះហើយយើងទទួលបានសង្ស័យខរួដែលមានភាពវិទ្យាអាគុយជាមួយនឹងបារយោមសូលខាដែលមានភាពជាអសតមកទៀតយើងឈានទៅដល់សមីការអ៊ីយ៉ុងសតសមីការអ៊ីយ៉ុងសតគឺជាសមីការដែលយើងត្រូវបំបែកភាពគីមីណាដែលមានភាពរូបជាអាគុយដូច្នេះហើយយើងទទួលបានបារយោម2បូកអាគុយជាមួយនឹង2ខដល់អាគុយបូកជាមួយនឹងសិត n 2បូកអាគុយបូកជាមួយនឹង SO4 2ដកអាគុយហើយសិត n 2បូកអាគុយ2ខដល់អាគុយដោយសារតែបារយោមសូលខានេះមានភាពដូចជា S យើងអត់ចាំបាច់ត្រូវបំបែកវាទេដូច្នេះយើងទៅវាមកម្ដងគឺបារយោមសូលខាជាចុងក្រោយយើងឈានទៅដល់សមីការអ៊ីយ៉ុងសម្រួលសមីការអ៊ីយ៉ុងសម្រួលគឺជាសមីការដែលយើងសម្រួលអ៊ីយ៉ុងណាដែលដូចគ្នាចោលដើម្បីទទួលបាននូវសមីការថ្មីមួយទៀតដូច្នេះហើយយើងមើលទៅកម្មសមីការអ៊ីយ៉ុងសតនេះគឺភាពដែលមានដូចគ្នាគឺសង្ស័យជាមួយនឹង2ក្លចឹងហើយយើងធ្វើការសម្រួលវាចោលយើងទទួលបាននៅបារយោម2បូកជាមួយនឹងសូលខាទទួលបានបារយោមសូលខាដូច្នេះការបកស្រាយនៅប្រធានបទរបស់នាងខ្ញុំជាមកដល់ទីបញ្ចប់ហើយនាងខ្ញុំសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានចំណាយពេលទស្សនាវីដេអូនៃការបកស្រាយរបស់នាងខ្ញុំសូមអរគុណ